បាទសូមគោរពពុកម៉ែអូនពូមីងបងប្អូនជាទីគោរពខណៈនេះដែរខ្ញុំមកបង្ហាញពីប្រព័ន្ធទយោដែលយើងហូរជ្រាបក្រៅអាងបាទសម្រាប់បំពង់ហូរទឹកចេញពីក្នុងអាងយើងជ្រាបនៅប៉ែកខាងក្រៅយើងធ្វើប្រភេទនេះបើថាយើងកាត់ហើយយើងឆូតវាប៉ែកខាងក្រោមដើម្បីឲ្យទឹកហូរចេញមកវាជ្រាបទៅក្នុងដីបាទយើងដាក់វាចេះមកពេលដែលទឹកហូរចេញក្រៅមកវានឹងជ្រាបទៅខាងក្រោមនេះហើយនៅខាងក្រោមនេះយើងដាក់ជាមួយនឹងបំបែងថ្មបំបែងឥដ្ឋដើម្បីឲ្យវាជ្រាបទឹកចូលទៅក្នុងដីបាទកាត់បន្ថយការពេញនៅក្នុងអាងហើយអាងវាហូរឡើងមកដល់ទីយោក្រោមនេះមកវាហូរជ្រាបចេញមកក្នុងដីបាទនេះគឺជារូបភាពសកម្មភាពក្រុមជាងខ្ញុំបាទកំពុងតែដាក់អំបែងឥដ្ឋនិងអំបែងការ៉ូចូលក្រាលខាងក្រោមទយោសម្រាប់ឲ្យវាមានការជ្រាបទឹកស្រួលរាល់វីដេអូដែលខ្ញុំបានបង្ហាញរៀបរាប់អំពីអាងលិមួកឬមួយក៏អាងសពតិចនេះគ្រាន់តែជាបទពិសោធន៍បន្តិចបន្តួចដែលខ្ញុំមានក៏ធ្វើជាវីដេអូចែករំលែកជាចំណេះដឹងទុកជូនពុកម៉ែអូនពូមីងបងប្អូនទាំងអស់ទស្សនាបើសិនជាមានខុសត្រង់ចំណុចណាមួយដោយអចេតនាឬមួយក៏ចំណេះដឹងខ្ញុំបាទខ្វះខាតក៏សូមអធិស្ឋានសូមទោសពុកម៉ែអូនពូមីងបងប្អូនទុកជាមុនពុកម៉ែអូនពូមីងបងប្អូនទាំងអស់អាចខមមិនផ្ដល់ជាយោបល់បន្ថែមត្រង់ចំណុចតែខ្វះខាតឬមួយក៏ត្រូវកែតម្រូវដើម្បីជាប្រយោជន៍ស្ថាបនាធ្វើឲ្យវិស័យសំណង់បានរីកចម្រើនទៅមុខបាទសូមអរគុណច្រើនពីខ្ញុំបាទជាងរ៉ាសូមអរគុណច្រើន